សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះតនេយកឡានប្រពន្ធមកដូរ air filter ចោលម្ដងព្រោះថាឆែកទៅឃើញវាឡើងខ្មៅហើយយើងជីបាន10000ម៉ៃដែរអញ្ចឹងដូរចោលទៅ air filter ខាងក្នុងហ្នឹងដូរហើយប៉ុន្តែខ្ញុំបានថតឲ្យមើលដូរមុនហ្នឹងឥឡូវមកទិញ air filter ខាងក្រៅនេះនៅមួយកន្លែងផ្សិតនៅអូតូហ្សូនហ្នឹងទៅព្រោះថាយើងយកទៅជាងអស់ថ្លៃគាត់ដូរខាងក្នុងហើយខាងក្រៅហ្នឹងអស់700បាត់ទៅទាំងឈ្នួលពេលអញ្ចឹងយើងធ្វើខ្លួនឯងខ្លះទៅដើម្បីសេវលុយបានច្រើនដែរហ្នឹងអាខាងក្នុងខ្ញុំទិញ10រៀលហើយនឹងអាខាងក្រៅទិញនៅអូតូហ្សូនវា25រៀលអញ្ចឹងវាអស់$35ហើយបើយើងយកទៅជាងអស់700ចិត្តអញពាក់កណ្ដាលជាងចឹងដែរណានៅអាមេរិកនេះបើយើងយកទៅជាងថ្លៃ labor វាយកថ្លៃអញ្ចឹងការងារណាដែលយើងអាចធ្វើបានយើងធ្វើខ្លួនឯងខ្លះទៅវាចំណេញលុយច្រើនដែរទៅមុខទៀតខ្ញុំនឹងដូរ Bremson ខ្លួនឯងព្រោះថាយើងយកទៅជាងអស់ថ្លៃដែរដោយឡានប្រពន្ធខ្ញុំនេះអសនេះវាយកទៅជាងអស់60រៀលជាងអាហ្នឹងយើងដូរ full synthetic spare per hour ចឹងវាអស់60វាជាងប៉ុណ្ណឹងហើយយើងអត់ដឹងថាវាដូរ Bremson ម៉ាយឲ្យយើងប៉ុណ្ណឹងព្រោះយើងដូរខ្លួនឯងទៅយើងដឹងថា Bremson ដែលយើងទិញហ្នឹងវាល្អមិនអីមិនម៉ាអីចឹងវាយើងយកទៅជាងដឹងថា full synthetic ប៉ុន្តែវាអត់ដឹងថាដូរ Bremson ឲ្យយើងអីឲ្យយើងផងប៉ុន្តែគាត់ថានៅស្រុកនេះគេអត់បោកយើងទេគេអត់កុហកយើងទេតាប្រេង full synthetic គឺវាដាក់ប្រភេទ full synthetic ឲ្យយើងហើយចង់ទៅដាក់និយាយទៅគាត់ថាយើងចង់បានល្អអញ្ចឹងយើងចង់បាន brand ណាមួយដែលយើងចូលចិត្តអញ្ចឹងយើងដូរខ្លួនឯងអញ្ចឹងទៅទីទៀតខ្ញុំដូរ Bremson ខ្លួនឯងធ្វើវីដេអូមួយទៀតហើយសូម្បីតែដូរ brake ដូរស្បែកប្រាំងអីហ្នឹងក៏អញ្ចឹងដែរខ្ញុំធ្វើខ្លួនឯងទាំងអស់ដើម្បីសេវលុយបានច្រើនឥឡូវដូររួចហើយមានអត់អីពិបាកផងដូរ air filter គឺការងារស្រួលបំផុតរបស់ឡានហ្នឹងអរគុណច្រើនសម្រាប់ការតាមដានរហូតដល់ចប់អរគុណជួបគ្នានៅវីដេអូក្រោយThere is a new parking surveillance video. Please open the gallery to view it. Show my starts recording.